ពួកយ៉ាងមិនទៅមិនខាមុននឹងអ្នកគ្រប់គ្រងបានប្រកាសដំណឹងថាប្រដាក់កាមេរ៉ាទៅតាមតុធ្វើការរបស់ពួកយើងលើកក្រោយលើកខ្សោយបែបណាទៅស្អីគេពិតជាមនុស្សតូចទាបឡើងធំមិនធ្វើជាមនុស្សមែនតែនេះថាអ្នកណាគេខ្ញុំធ្វើទាំងអស់នេះគឺដើម្បីរកលទ្ធផលឲ្យក្រុមហ៊ុនទេដូច្នេះហើយទៅដាក់កាមេរ៉ាតាមកណ្ដាលអង្គុយតាមដានការងារតែមានកំណត់ចំទាស់អីមែនទេពិតជាហូបប្រៃហាត់ប្រាណអញ្ចឹងគឺទំនេរខាងនោះខ្ញុំមើលតែនេះដូចជាមិនមានការងារស្អីធ្វើសោះបានជាបន្តវាជាមួយនឹងខ្ញុំបែបនេះសូមថ្ងៃនេះគឺអ្នកអនាម័យគេសុំកាត់នោះនាងក៏ទៅដល់បង្គោលឲ្យស្អាតទៅក្រុមហ៊ុនក៏មិនងាយស្រួលដែរមានពេលខ្លះត្រូវកាត់ពីមូលហេតុខ្លួនឯងផងធ្វើការយូរឆ្នាំហើយប្រាក់ខែឡើងក៏មិនឡើងមានខិតខំប្រឹងប្រែងធ្វើការដែរឬក៏ពិចារណាមើលដល់ខ្លួនឯងទៅអ្នកចុះថ្មីថ្ងៃស្អែកនេះក្រុមហ៊ុនចង់ធ្វើកម្មវិធីជប់លៀងផ្កាយសំណាងនាងត្រូវចងចាំឈ្មោះនៅក្នុងបញ្ជីនេះហ៎ដល់ពេលនោះនាងគឺជាអ្នកនាំពួកគេចូលទៅចាំម្ល៉េះនៅសល់ពេល15ម៉ោងបើធ្វើមិនបានក៏អាចចាក់ចេញឥឡូវនេះបានដែរមិនអីទេអាយុ23ឆ្នាំគឺជាវ័យកំពុងចេញប្រយុទ្ធអញ្ចឹងខ្ញុំទៅមុនហើយណាមីខាអត់ត្រូវហើយខ្ញុំបានប្រើប្រាស់សាប៊ូកសក់ដែលឲ្យខ្ញុំហើយពិតជាក្រអូបហើយនៅរលាស់សក់ណាគឺប្រកាសហើយសក់ណាដែលបានប្រើប្រាស់សាប៊ូកសក់មួយនេះគឺក្រអូបសក់ត្រង់ហើយក៏មិនស្អាតដែរអញ្ចឹងខ្ញុំទៅផ្ទះកសក់ឲ្យស្អាតសិនថ្ងៃស្អែកនេះគឺនឹងស្អាតដល់បើគេតែម្ដងជួបគ្នានៅកម្មវិធីនេះមិនមែនជាកម្មវិធីជប់លៀងផ្កាយសំណាងទេជប់លៀងផ្កាយសំណាងខ្ញុំមើលទៅនេះគឺជាផ្កាយចង្រៃច្រើនជាងនេះឈ្មោះគ្នាតែនេះតន្ទិញចាំអស់ហើយឬនៅនេះដែលដាក់ក្រាបាញ់មិញនេះអាចហៅឈ្មោះខ្ញុំបានទេចឹងកូហ្វុងនៃក្រុមហ៊ុនលីងមុននេះគឺជាមនុស្សស្រីទេនេះស្ដាប់មើលដល់ខ្លួនឯងទៅតែដូចជាមនុស្សស្រីទេនេះយកតារាងឈ្មោះខំមកឲ្យខ្ញុំនាងនៅសល់ពេលកន្លះម៉ោងទៀតសង្ឃឹមថានឹងមិនលងមុខរបស់ខ្ញុំនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនទៅចឹងសួស្ដីតើលោកស្គាល់ឈ្មោះម្នាក់នេះទេសួស្ដីតើលោកស្គាល់ឈ្មោះម្នាក់នេះទេសោះពេលមួយទីគឺគ្មានស្អីអាចជួយនាងបានទេសួស្ដីអ្នកទាំងអស់គ្នាខ្ញុំគឺជាតារាសម្ដែងនៃកម្មវិធីឈ្មោះមីខានៅមុនពេលកម្មវិធីចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាលំបាកជួយបញ្ចុះហត្ថលេខានិងថតរូបទុកជាអនុស្សាវរីយ៍នៅទីនេះស្អីគេលោកប្រធានខនាងគឺជាមនុស្សដែលលោកកំពុងតែរកលោកប្រធានខតើលោកនៅចង់ខ្ញុំបានទេថ្ងៃនោះគឺខ្ញុំជាអ្នកបានជួយលោកខ្ញុំដឹងហើយតែខាងនេះពួកយើងទៅលោកប្រធានខហេតុអ្វីទៅគឺមិនមែនជានាងទេក្លិនមួយនេះសុំទប់តើគឺជានាងឬមើលទៅនេះមិនព្រមនៅស្លាប់ស្ងៀមអញ្ចឹងក៏មិនទុកខ្ញុំឲ្យសោះមិនល្អទេខ្ញុំបានមកជារបស់ខ្ញុំហើយឆាប់យករបស់ដែលនាងលួចចេញមកនាងសង្ស័យខ្ញុំថាគឺជាអ្នកលួចជាអ្នកនៅក្នុងកម្មវិធីនេះទាំងអស់សុទ្ធតែជាអ្នកមានមុខមាត់មិនអាចធ្វើរឿងបែបហ្នឹងទៅបើមិនមែនជានាងតើគេជាអ្នកណាគេមុននេះខ្ញុំក៏បានសួរដែរគឺមានតែនាងដែលជាអ្នកបម្រើម្នាក់ឡើងទៅជាមួយនឹងលោកស្រីចឹងនៅលើខ្លួនរបស់អ្នករត់តុគឺមិនមានអញ្ចឹងចិញ្ចៀនគឺមានតែនៅនឹងឯងហើយខ្ញុំគឺមិនបានឃើញចិញ្ចៀនអីទេអញ្ចឹងឆែកខ្លួននៅកន្លែងហ្នឹងទៅក៏រវល់ជួយនាងធ្វើស្អាតស្អំឲ្យតែនាងដែរឆែកខ្លួននៅគ្មានការនិយាយគឺជាអំពើខុសច្បាប់ខុសច្បាប់ខ្ញុំគ្រាន់តែចូលរកចិញ្ចៀនឲ្យលោកស្រីចឹងទៅអញ្ចឹងហើយក៏រៀបបញ្ញាដែរពួកអញទៅពីឆាប់ដល់កែនេះចឹងទៅនរណាគេហ៊ាននៅក្នុងកម្មវិធីរបស់ខ្ញុំនាងធ្វើទង្វើបែបនេះដូចជាបន្ទុកខ្ញុំនៅក្នុងការគ្រារបស់នាងទេបើនាងចង់រកខុសតាមឆែកកាមេរ៉ាទៅលោកប្រធានខតើនាងមានអ្វីចង់និយាយទៀតអត់ខ្ញុំគឺមិនទេមានគេចង់មកកាច់មកខូចឈ្មោះខ្ញុំតាមពិតទៅគឺជានាងលោកប្រធានខខ្ញុំខុសហើយតើលោកឲ្យឱកាសខ្ញុំម្ដងទៀតបានទេលោកប្រធានខគឺជាលោកខ្ញុំជួយលោកបានម្ដងនេះលោកជួយខ្ញុំពីរដងហើយតាមពិតទៅគឺជានាងមែន